នៅក្នុងឆ្នាំ1995ក្នុងរដូវប្រាំងដែលព្រះច័ន្ទពេញបរមីត្រង់ក្បាលលោកឪសឿនគឺជាអ្នកលក់ដូរតាមភូមិម្នាក់ដែលធ្វើដំណើរត្រឡប់មកលក់ក្រណាត់វិញពីស្រុកឆ្ងាយគាត់ជិះក្រឡេកមើលបណ្ដាតាមផ្លូវដោយជិះយានយន្តកញ្ចាស់មួយដោយដឹកសម្ភារៈជាប់ពេញខាងក្រោយផ្លូវត្រឡប់មកផ្ទះវិញដែលត្រូវឆ្លងកាត់ព្រៃភ្នំដ៏ជ្រៅមួយដែលចាស់តែងតែនិយាយថាគឺជាព្រៃខ្មោចឬក៏អាចនិយាយថាជាដែនដីខ្មោចពេលថ្ងៃលេខភូមិក៏បានធ្វើដំណើរដល់ភូមិមួយគឺជាភូមិតូចដែលមិនមានមនុស្សរស់នៅនិងមានសភាពស្ងាត់ស្រងំផ្ទះសង់ពីឈើចាស់នៅស្ងៀមស្ងាត់ឆឹងគ្មានមនុស្សចេញចូលដោយភូមិធម្មតានោះទេដែលមានតែផ្ទះមួយតែប៉ុណ្ណោះដែលនៅទីនោះនឹងមានមនុស្សរស់នៅគាត់ក៏សម្រេចចិត្តសុំស្នាក់នៅទីនោះមួយយប់នឹងធ្វើដំណើរបន្តទៅព្រឹកស្អែកទៀតម្ចាស់ផ្ទះនៅទីនោះគឺជាលោកយាយចំណាស់ម្នាក់គឺជាលោកយាយចាស់ជូរីដែលរស់នៅទីនោះតែម្នាក់ឯងលោកយាយម្នាក់នោះឈ្មោះថាលោកយាយហ៊ុនដែលបានទទួលគាត់ឲ្យស្នាក់នៅអាស្រ័យនៅទីនោះរយៈពេលមួយយប់ឈានទៅដល់ការលក់នៅព្រឹកស្អែកបន្ទាប់នៅពេលយប់ឡើងលោកតាសុយបានឮសំឡេងយំខ្សៅនឹងគឺឲ្យព្រួយព្រួយនៅក្រោយផ្ទះហើយដងរបស់គាត់គឺលោតញាប់ខុសពីធម្មតាគាត់បានលបមើលតាមបង្អួចបានឃើញស្រមោលឆ្កងមួយយ៉ាងខ្មៅពាក់សម្ពុតនិងមានសក់បាំងមុខជាច្រើនកំពុងតែអង្គុយនៅលើធាងចេកសៀនចាំពាក្យចាស់មួយដែលបាននិយាយថាមិនឲ្យដាំដើមចេកក្បែរផ្ទះពេកពីព្រោះថាគឺជាកន្លែងដែលខ្មោចស្រីចូលចិត្តជ្រកហើយអ្នកដែលស្លាប់ទាំងពោះធំក៏តែងតែមកលងនៅក្បែរក្រោមដើមចេកនោះដែរនោះដូចជាសំឡេងម្ដាយបំពេកូនភាពត្រជាក់ដល់ចម្លែកបានសាយភាយនៅក្នុងបន្ទប់របស់គាត់បានយកខ្សែយ័ន្តដែលតាអាចារ្យបានប្រគល់ឲ្យគាត់កាលពីមុនហើយយកមកចងនឹងដៃរបស់គាត់ហើយខំសូត្រធម៌នៅក្នុងចិត្តភ្លាមនោះសំឡេងយំក៏បានស្ងប់ស្ងាត់ទៅវិញតាសុយធូរចិត្តបន្តិចក៏ប៉ុន្តែភ្នែករបស់គាត់បានចាប់ផ្ដើមសម្លឹងមើលទៅមេឃដ៏សែនងងឹតតែពន្លឺពណ៌ខៀវខ្ចីមួយបានចាប់ផ្ដើមផុសចេញពីដប់ចិត្តក្បែរនោះលឺនោះបានហោះមកកាន់គាត់ចិត្តយ៉ាងយឺតរួចក៏បានឃើញយ៉ាងច្បាស់ថាគឺជាក្បាលមនុស្សវាគឺជាក្បាលអាបក្បាលនោះបានហោះបក់ទៅបក់មកជាមួយនឹងស្ថានភាពស្ងាត់ជ្រងំក្បាលនោះមានភ្នែកធំនិងភ្នែកក្រហមឆ្អាលចំណែកឯមាត់វិញគឺសិតតែឈាមក៏ប៉ុន្តែអាបមួយនោះមិនអាចធ្វើអីតាសុយបាននោះទេលុះព្រឹកឡើងតាសុយបានភ្ញាក់ពីដេកតាសុយមិនហ៊ាននិយាយរឿងទាំងអស់នោះប្រាប់យាយហ៊ុននោះឡើយក៏ប៉ុន្តែទឹកមុខរបស់គាត់ហាក់ដូចជាស្លេកស្លាំងនឹងអស់កម្លាំងជាខ្លាំងពេលដែលគាត់រៀបនឹងចេញធ្វើដំណើរទៅហើយគាត់ក៏សួរយាយហ៊ុនថាដោយសំឡេងខ្សឹបនឹងបន្តិចយាយតើផ្ទះនេះមានរឿងអ្វីខ្លះនៅកើតឡើងនៅពីមុនអានដកដង្ហើមធំរួចចាប់ផ្ដើមនិយាយរៀបរាប់ថាតាបានឃើញស្រាប់ហើយថាកន្លែងនេះវាគួរឲ្យខ្លាចប៉ុណ្ណាហើយវាពិតជារន្ធត់ណាស់នៅពេលយប់សម្រាប់តែខ្ញុំនៅម្នាក់ឯងតែពីមុនម្ចាស់ផ្ទះនេះឈ្មោះយាយរ៉ាគាត់បានស្លាប់បាត់ទៅហើយគាត់បានស្លាប់ទាំងមានកូនផ្ទៃនៅក្នុងពោះផងដែរសារតែប្តីរបស់គាត់ប្រច័ណ្ឌគាត់ដោយប្តីរបស់គាត់គិតថាគាត់មានសហាយក៏បានដកកំបិតកាប់គាត់រហូតដល់ស្លាប់ទាំងកូននៅក្នុងផ្ទៃផងដែរតាសុយឮដូច្នេះហើយក៏បានអាណិតម្ចាស់ផ្ទះនោះជាខ្លាំងហើយយាយគ្រាន់តែជាអ្នកថែរក្សាផ្ទះនេះតាមបណ្ដាំម្ចាស់ផ្ទះតែប៉ុណ្ណោះដើម្បីកុំឲ្យព្រាយចង្រៃអាក្រក់ចូលមកគ្រប់គ្រងផ្ទះនេះទាំងស្រុងសុយឮហើយព្រឺសម្បុរគ្រប់កន្លែងភូមិដ៏ស្ងាត់ស្រងំមួយនេះគឺមិនមែនជាកន្លែងចៃដន្យនោះទេវាគឺជាកន្លែងមួយដែលមានវិញ្ញាណនិងមានគំនុំរស់នៅជាមួយគ្នាហើយយាយហ៊ុនគាត់គឺជាបុគ្គលម្នាក់ដែលបានជួយទប់ទល់នៅវិញ្ញាណអាក្រក់ទាំងអស់នេះផងដែរយាយហ៊ុនក៏បានប្រាប់តាសុយថាចូលតាចាកចេញពីទីនេះដោយប្រុងប្រយ័ត្នពេលឆ្លងកាត់ព្រៃនិងចាកចេញពីព្រៃកុំភ្លេចនឹកដល់ឃើញពុទ្ធព្រះធម៌ព្រះសង្ឃផងដែរឡើងនៅទីនេះគឺមានច្រើនខ្លាំងណាស់ពួកគេខ្លះកំពុងតែរងចាំអ្នកក៏ថាបានសៀនឮដូច្នេះក៏បានអោនគោរពហើយបានលាបន្តជិះដំណើរទៅមុខទៀតសៀនដឹងរឿងរ៉ាវនេះហើយធ្វើឲ្យគេមានការភ័យជាខ្លាំងតាសៀនបានធ្វើដំណើរយ៉ាងលឿនតាមផ្លូវកាត់
តាមភ្នំធំដាំរបស់លោកយាយហ៊ុនគឺនៅតែលោកមិនឡាយក្នុងចិត្តរបស់គាត់ជានិច្ចរសៀលបានជ្រេចូលដល់ពេលរាត្រីថ្មីគាត់ដឹងថាគាត់ត្រូវឆ្លងកាត់ផ្លូវកាច់ជ្រុងបៀនឹងទៅដល់ភូមិបន្ទាប់មុនចូលដល់ផ្លូវកាច់ជ្រុងបៀមានដើមឈើធំមួយគឺជាដើមពោធិ៍ដែលដោះត្រៀតត្រាហើយគាត់ក៏ត្រូវបង្ខំចិត្តឈប់នៅទីនោះផងដែរភ្លើងម៉ូតូដ៏កាចាស់របស់គាត់បានរលត់ដោយសារតែអាគុយគឺមិនសូវល្អជាប៉ុន្មានងងឹតក៏បានចូលមកដល់ស្លឹកពោក៏បានជ្រុះធ្លាក់ជាបន្តបន្ទាប់ស្រួយគាត់ងើងឆ្ងល់ហេតុអ្វីបានភ្លើងម៉ូតូរបស់គាត់ចេះតែខូចពេលយប់ដូច្នេះសៀនកំពុងតែរៀបចំឧបករណ៍សម្រាប់ជួសជុលតែឃើញស្រមោលមនុស្សមួយស្លៀកពាក់សឈរនៅក្បែរដើមពោនាងគឺជាស្ត្រីក្មេងម្នាក់មើលទៅនាងដូចកំពុងតែឈររងចាំនរណាម្នាក់នាងមានសក់វែងអន្លាយហើយនាងមិនងាកមើលមកកាន់គាត់នោះទេហ៊ាននៅក្នុងចិត្តគឺដឹងតែខ្មោចទៀតហើយអញតើមានមនុស្សមកពីណាដែលហ៊ានមកផ្លូវខ្មោចលងនេះទាំងយប់ទៅប៉ុន្តែគាត់ក៏នឹកអាណិតនាងផងដែរគាត់បានដកធូប3សរសៃនិងបានដុតនឹងយកនំមួយកណាត់ដែលគាត់ជាប់មកពីផ្ទះយកមកដាក់នៅក្បែរជ្រុងផ្លូវហើយគាត់បាននិយាយថាខ្ញុំសូមថ្វាយជូនទៅដល់ម្ចាស់ទឹកម្ចាស់ដីខ្មោចព្រាយបិសាចដែលរស់នៅយាងមកទីនេះសូមកុំមកបៀតបៀនខ្ញុំអីខ្ញុំគឺជាអ្នកដំណើរដែលត្រូវឆ្លងកាត់អ្នកយកយល់ខ្ញុំផងក្រោយពីបានបន់ស្រន់ហើយតាសយក៏បានជួសជុលម៉ូតូយ៉ាងប្រញាប់ប្រញាល់ពេលដែលគាត់កំពុងតែធ្វើការជួសជុលគាត់ក៏បានក្រឡេកមើលបានឃើញស្រមោលនោះបានរំកិលមកក្បែរគាត់សម្លេងរបស់នាងពិតជាពីរោះក៏ប៉ុន្តែពោពេញទៅដោយភាពត្រជាក់ហើយនាងបាននិយាយថាតើបងទៅដល់ណាដែរតើខ្ញុំអាចទៅផងដែរបានដែរឬទេតាសៀនឆ្លើយយ៉ាងខ្លីយ៉ាងភ័យអូហូខ្ញុំនៅឆ្ងាយដែរមួយស្រីបាននិយាយថាតើបងអាចជួយខ្ញុំបានដែរឬទេខ្ញុំមានកូនតូចនៅក្នុងផ្ទៃខ្ញុំពិបាកដើរខ្លាំងណាស់នាងនិយាយបណ្ដាដៃម្ខាងទៀតកាន់តែអង្អែលពោះមើលទៅពោះរបស់នាងពិតជាធំខ្លាំងណាស់មិនដឹងថាប៉ុន្មានខែហើយឬទេពេលនោះផងដែរសៀនប្រកាសចិត្តខ្លាំងណាស់វាពិតជាខ្មោចពិតមែនបានជេរខ្លួនឯងអញពិតជាសោយមែនឈ្មោះសោយហើយគឺសោយទៀតទៅកន្លែងណាក៏ជួបខ្មោចដែរភ្លាមនោះខ្មោចនោះក៏បានសើចយ៉ាងខ្លាំងហើយក៏បាត់ទៅណាបាត់ទៅវាមិនបានធ្វើអីតាសោយនោះឡើយលុះព្រឹកឡើងតាសោយក៏បានធ្វើដំណើរចេញពីទីកន្លែងនោះបាត់ទៅហើយរឿងមួយនេះក៏បានសូមចប់តែប៉ុណ្ណេះបើសិនជាបងប្អូនចូលចិត្តនឹងតាមដានវីដេអូរបស់ខ្ញុំកុំភ្លេចចុច Subscribe ម្នាក់មួយផងដើម្បីធ្វើឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការសម្រាយរឿងឬនិពន្ធរឿងបន្តទៀត